ទាំងដែលដឹងថាសៀមឈ្លានពានមកលើដីខ្មែរសម្រាប់តែហ៊ានសម្រាប់ប្រជាជនខ្មែរបំផ្លាញផ្ទះសម្បែងបំផ្លាញប្រាសាទខ្មែរប៉ុន្តែគ្មានភាពជឿជាក់នៅតែបន្តប្រើប្រាស់របស់ចៅទើបតែរយៈពេល1ខែជាងតែប៉ុណ្ណោះយើងដឹងហើយថានៅថ្ងៃទី7ខែ12ឆ្នាំ2025សៀមបានឈ្លានពានមកលើទឹកដីខ្មែរយើងបាញ់ប្រជាជនស្លូតត្រង់របស់យើងបាញ់ប្រហារប្រជាជនយើងកំទេចប្រាសាទព្រះវិហារយើងកំទេចប្រាសាទនានាដែលនៅជាប់ព្រំដែនរបស់យើងទម្លាក់គ្រាប់បំផ្លាញផ្ទះសម្បែងប្រជាជនយើងធ្វើឲ្យប្រជាជនខ្មែរជាច្រើនម៉ឺននាក់រត់ភៀសសឹកទាំងភិតភ័យភាពជឿជាក់មួយនេះទៅតែកន្លងហួសទៅរយៈពេលត្រឹមតែ1ខែជាងតែប៉ុណ្ណោះប៉ុន្តែយើងឃើញថាសន្ទុះនៃការនាំចូលផលិតផលចោលចូលមកដល់ក្នុងស្រុកគឺចាប់ផ្ដើមមានកំណើនបន្តបន្ទាប់អ្នកដែលទិញទំនិញចោលឈ្លានពាននៅតែបន្តទិញអ្នកដែលប្រើប្រាស់ទំនិញសៀមនៅតែបន្តប្រើប្រាស់សួរថាតើគេមើលងាយយើងស័ក្តិសមដែរអត់ដែលគេថាយើងនេះអត់ទំនិញគេមិនបានយ៉ាងច្រើនត្រឹម3ខែ6ខែទៅ1ឆ្នាំប្រជាជនយើងនឹងភ្លេចភាពជឿចាប់ទាំងនេះហើយបកមកគ្រប់គ្រងផលិតផលគេបន្តទៀតហើយនេះមិនទាន់បានរយៈពេល2ខែផងប្រជាជនមួយចំនួនទូគាត់បន្តប្រើប្រាស់ទំនិញសៀមទិញទំនិញសៀមនាំចូលទំនិញសៀមយកមកលក់បន្តចែកចាយនៅក្នុងប្រទេសខ្មែរយើងទាំងដែលទំនិញខ្មែរពេលខ្លះអាចចំនួនទំនិញសៀមបានសឹងតែគ្រប់មុខប៉ុន្តែប្រជាជនមួយចំនួនគាត់នៅតែបន្តគ្រប់គ្រងផលិតផលសៀមនៅតែបន្តទិញផលិតផលសៀមយកទៅប្រើប្រាស់ខ្ញុំនៅតែនិយាយដដែលសៀមមានចិត្តបំពេញមានចិត្តឈ្លានពានមកលើទឹកដីខ្មែរយើងមានចិត្តសាហាវខូខើបំផ្លាញប្រាសាទយើងបំផ្លាញផ្ទះប្រជាជនយើងរឿងអីដែលសារធាតុគីមីក្នុងចំណីអាហារគេមិនហ៊ានដាក់ឲ្យអ្នកទាំងអស់គ្នាញ៉ាំហើយម្នាក់គឺសឹងតែស្រឡាញ់សុខភាពណាខ្លាចសារធាតុគីមីខ្លាចចេះខ្លាចចោះខ្លាចអត់មានសុខភាពល្អប៉ុន្តែភាពភ័យខ្លាចរបស់គាត់បែរជាជំរុញឲ្យគាត់ទៅរកចាផលិតផលដែលផ្ទុកសារធាតុគីមីដដែលញ៉ាំទៅធ្វើឲ្យខូចសុខភាពដដែលចំណីអាហារមួយពេលដែលយើងញ៉ាំទៅវាមិនទាន់ធ្វើទុកនៅពេលហ្នឹងទេប៉ុន្តែថ្ងៃក្រោយទៅវានឹងអាចធ្វើឲ្យយើងដឹងលទ្ធផលថាតើក្នុងខ្លួនយើងមានសារធាតុគីមីអ្វីខ្លះនេះគឺវាមិនខុសពីអ្វីដែលពាក្យសម្ដីចៅសៀមនិយាយថាប្រជាជនខ្មែរមួយចំនួននឹងបំភ្លេចការជឿចាប់មួយនេះហើយនឹងបោះមកគ្រប់គ្រងផលិតផលវាបន្តទៀតពីព្រោះថាប្រជាជនខ្មែរអត់ផលិតផលសៀមមិនបានទេគឺនៅតែបន្តគ្រប់គ្រងផលិតផលសៀមនេះជារឿងប៉ັດនៅក្នុងសង្គមសប្តាហ៍ថ្ងៃនេះពីព្រោះថាទំនិញសៀមនៅតែបន្តនាំចូលចែកចាយលក់ទូទាំងប្រទេសនៅលើទីផ្សារជាច្រើនគឺសិតសឹងតែមានទំនិញសៀមដែលកំពុងតែលក់បន្តទៅឲ្យអ្នកទិញហើយអ្នកទិញក៏គាត់កំពុងតែសប្បាយចិត្តក្នុងការទិញទំនិញសៀមពីព្រោះថាខានប្រើយូរដែរហើយខានប្រើប្រហែលជាក្នុងរយៈពេល2ខែជាងហើយឥឡូវសង្គ្រាមចប់ហើយវាអត់មានបញ្ហាអីទៀតទេអញ្ចឹងប្រើរបស់គេក៏អត់មានបញ្ហាអីដែរយកលុយយកចំណូលឲ្យចោលក៏វាអត់មានបញ្ហាអីដែរព្រោះថាសង្គ្រាមចប់ហើយព្រំដែនស្ងប់ស្ងាត់ហើយជនភៀសក៏នៅតំបន់មានសុវត្ថិភាពបោះជំរងរស់នៅក្នុងតង់មានជំនួយមានអីឧបត្ថម្ភទៅដល់គាត់រហូតហើយអញ្ចឹងបាច់ខ្វល់ទេយើងចង់ទិញរបស់ចោលយើងទិញរបស់ចោលទៅចាំពេលទុកសង្គ្រាមទៀតចាំយើងទៅទៀតនេះគឺជាគំនិតប្រជាជនមួយចំនួនដែលតែងតែគិតបែបនេះយើងឃើញហើយថាពេលដែលទុកសង្គ្រាមភ្លាមប្រជាជនទូទាំងប្រទេសសឹងតែមិនប្រើផលិតផលសៀមសឹងតែឃើញផលិតផលសៀមហើយសឹងតែយកទៅគប់ចោលទៀតពេលហ្នឹងនៅក្នុងបណ្ដាញសង្គមគឺមានតែព័ត៌មានទីហ៊ានខ្មែរយើងតតាំងជាមួយចៅសៀមគឺមានតែព័ត៌មានប្រជាជនខ្មែរយើងរួបរวมគ្នាបន្តពហិការមិនប្រើទំនិញសៀមរួបរวมគ្នាប្រមូលថវិកាក៏ដូចជាស្បៀងជួយទៅដល់វិរៈកងទ័ពក៏ដូចជាជួយទៅដល់ជនភៀសនានាហើយនៅក្នុងអំឡុងពេលទុកសង្គ្រាមហ្នឹងគឺនៅក្នុងបណ្ដាញសង្គមនានាមិនដែលឃើញមានចារឿងអាស្រូវឬក៏រឿងដែលធ្វើឲ្យប្រជាជនតាមដានដាច់បាយដាច់ទឹកវែកញែករឿងគ្រួសារគេវែកញែករឿងអ្នកនេះអ្នកនោះទេគឺសឹងតែគ្មានតែម្ដងគឺមានតែរឿងប្រទេសជាតិរឿងតំណែងចោលរឿងចោលឈ្លានពានរឿងទីហ៊ានរឿងជនភៀសរឿងដល់ជំនួយតែប៉ុណ្ណោះប៉ុន្តែបន្ទាប់ពី